ថ្ងៃនេះដោយអាស្រ័យបដិជ្ជប្រគុណដែលជាប្រសង់ព្រះអង្គគង់នៅប្រទេសបារាំងបានមានសទ្ធាជ្រះថ្លានិងប្រពធ្វើនៅកម្មវិធីសង្ឃទាននៅវត្តឃ្លាំងនេះយើងដូច្នេះក្នុងនាមពុទ្ធបរិស័ទទាំងពីរចំណុះគឺចំណុះវត្តសេរីពោធិដំពូនិងវត្តសេរីតមើនពិសេសគឺភូមិដៃដួងដែលជាភូមិកំណើតរបស់ប្រគុណម្ចាស់ពនាមរ៉េតដែលនៅប្រទេសបារាំងបើនិយាយអំពីទឹកចិត្តដល់ប្រពៃរបស់ប្រគុណម្ចាស់ពនាមរ៉េតដែលនៅឯប្រទេសបារាំងព្រះអង្គមិនផ្លេចទេពិតមានតែព្រះអង្គជ្រៀតឆ្ងាយពីស្រុកកំណើតទៅដល់ទ្វីបអឺរ៉ុបនៃប្រទេសបារាំងព្រះអង្គតែនឹកឃើញនៅការសិក្សាក៏ដូចជាការកសាងហើយដូច្នេះព្រះអង្គសម្លឹងឃើញវត្តឃ្លាំងគឺជាវត្តមួយតែងតែបណ្ដុះបណ្ដាលនៅធនធានប្រសង់តួយ៉ាងដូចជាសាលាបាលីជាន់ខ្ពស់ណាំបូននេះយើងព្រះអង្គយល់ឃើញដូច្នេះព្រះអង្គក៏បានរៀបចំឲ្យញោមស្រីរបស់ព្រះអង្គនៅភូមិដៃនួងហើយខ្ញុំបាទជាញោមព្រោះនឹងមានការតំណាក់តំណងធ្វើជាសង្ឃទានដើម្បីវេផតប្រគិនដល់ប្រសង់ហើយមានទេយទានប្រគិនដល់ប្រដេជប្រគុណដែលជាព្រះបិតាសង្ឃផងនិងប្រគិនបច្ច័យនៅប្រសង់សិក្សារៀនសូត្រនៅសាលាបាលីនេះផងដូច្នេះប្រទេសទឹកចិត្តទាំងអស់នេះគឺច្រាស់ថ្លាណាស់ដោយព្រះអង្គយល់ឃើញថាមានការសិក្សានេះហើយបានធ្វើមនុស្សយើងឲ្យមានការបញ្ញាវៀងវៃមានការភ្ញាក់រលឹកនឹកឃើញដល់ឆាកជីវិតមនុស្សយើងដែលកំពុងតែមានអភិវឌ្ឍដោយសពថ្ងៃនេះសូមអរគុណប្រាក់បៃតាសងដល់ខ្លាំងទីគោរពដល់កំពុងខ្ញុំតបខ្ញុំកាសនាសូមប្រាប់ថ្វាយបង្គំពោះប្រដេជប្រគុណដែលជាព្រះចៅអធិការគាត់ជាដីកំណើតទីគោរពនិងសូមគោរពដល់ព្រះអង្គចក្រគ្រូដែលជាព្រះចៅអធិការគាត់សេរីពោធិដំពូជាទីគោរពនិងសូមគោរពប្រាប់ថ្វាយបង្គំដល់ព្រះពហុសូត្រព្រះធម្មអាចារ្យ
ឧទេសាចានិងប្រធេរានុធេរៈគ្រប់ព្រះអង្គដែលជានិស្សិតសាមណៈសាលាបាលីជាន់ខ្ពស់ណាំបូជាទីគោរពនិងសូមគោរពសាកសួរដល់គណៈអាចារ្យគណៈកម្មការវត្តខ្លាំងជាទីរាប់អានចំពោះយើងខ្ញុំបាទនិងសូមគោរពដល់លោកយាយលោកតាដែលជាពុទ្ធបរិស័ទទាំងអស់គឺពីចំណុះគឺចំណុះវត្តសេរីទុំឿននិងវត្តដំពូពិសេសគឺនៅភូមិដៃនងធំដែលជាស្រុកកំណើតរបស់ប្រគុណម្ចាស់ព្រះនាមរេតដែលនៅប្រទេសបារាំងដូច្នេះថ្ងៃនេះខ្ញុំប្រកាសណាខ្ញុំបាទមានកិត្តិយសនឹងឡើងមកសម្ដែងនៅការចាប់អារម្មណ៍ដែលបានប្រព្រឹត្តឡើងនៅក្នុងឱកាសនេះប្រគុណម្ចាស់ព្រះនាមរេតនៅឯប្រទេសបារាំងព្រះអង្គយល់ឃើញថាវត្តឃ្លាំងគឺជាវត្តមួយស្ថិតនៅខេត្តឃ្លាំងចាស់ជាវត្តមួយជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលនៅធនធានប្រសង់តួយ៉ាងដូចសាលាបាលីជាន់ខ្ពស់ណាំបូនេះយើងព្រះអង្គយល់ឃើញដូច្នេះហើយព្រះអង្គក៏តំណាក់តំណងមកយើងខ្ញុំបាទក្នុងនាមជាញោមព្រោះព្រះអង្គក៏បានផ្ញើថវិកាជូនដល់ញោមស្រីឲ្យរៀបចំចាត់ចែងហើយព្រះអង្គក៏មិនអស់ពីចិត្តព្រះអង្គក៏តំណាក់តំណងមកខ្ញុំបាទនឹងឲ្យពឹងពររកប្រជាអធិការវត្តសេរីពោធិគឺព្រះនាមប្រគ្រូសឿងមិនរៀងដែលជាប្រជាអធិការនឹងឲ្យព្រះអង្គតំណាក់តំណងពីព្រោះព្រះអង្គបានធ្លាប់មកធ្វើចង្ហាន់វេផតប្រគេនដល់ព្រះសង្ឃនៅវត្តខ្លាំងខ្ញុំកណាមិនចាំមិនផ្លេចទេគឺលើកទី1ដែលប្រជាអធិការវត្តសេរីពោធិដំពូព្រមទាំងពុទ្ធបរិស័ទទាំងពីរចំណោះគឺវត្តដងក្តោនវត្តដំពូលើកទី1គឺនៅថ្ងៃ7ខែ8គឺខែសីហាត្រង់ថ្ងៃពុទ្ធ4កើតខែផុតបុត្រដូច្នេះថ្ងៃនេះគឺជាថ្ងៃលើកទី2គឺជាថ្ងៃដែលប្រគុណម្ចាស់ព្រះអង្គព្រះនាមរេតនៅប្រទេសបារាំងព្រះអង្គក៏រៀបចំនេះឡើងដោយអាស្រ័យមកពីប្រជាអធិការវត្តសេរីពោធិដែរហើយពេលផ្សោតព្រះអង្គក៏និមន្តព្រះដេចប្រគុណប្រជាអធិការវត្តសេរីទុំឿនដែលជាវត្តកំណើតរបស់ព្រះអង្គនិមន្តមកជាកិត្តិយសដល់កំពង់ពួនដែលយើងខ្ញុំមានសេចក្តីត្រេកអរណាស់ដែលមានវត្តមានរបស់ព្រះដេចគុណវត្តទុំឿនដូច្នេះនៅក្នុងឱកាសនេះខ្ញុំប្រកាសរណាខ្ញុំបាទមានអ្វីដល់ពិសេសវិសាលទេសូមក្នុងនាមជាញោមព្រោះនិងញោមស្រីនិងសាច់ញាតិរបស់ប្រគុណម្ចាស់ព្រះនាមរេតនៅឯប្រទេសបារាំងសូមធ្វើនៅសេចក្តីអំណរអគុណដល់ជ្រាលជ្រៅជាទីបំផុតរកអ្វីប្រៀបធៀបពុំបានទេពិសេសខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំព្រះដេចប្រគុណដែលជាព្រះបិតាសង្ឃវត្តឃ្លាំងដែលយើងខ្ញុំបានមកធ្វើចង្ហាន់ពេលនេះដោយអាស្រ័យប្រតិទឹកចិត្តព្រះអង្គបានការអនុញ្ញាតនិងយកចិត្តទុកដាក់ចំពោះប្រសង់និងពុទ្ធបរិស័ទហើយដូច្នេះខ្ញុំប្រកាសណាខ្ញុំបាទសូមប្រគេនពរឲ្យព្រះអង្គមានសុខភាពបរិបូរណ៍ប្រជញ្ញយឺនយូរបញ្ញាវៀងវៃដើម្បីជាមនុស្សនៃព្រះពុទ្ធសាសនាបន្តមកខ្ញុំប្រកាសណាក៏សូមប្រគុណឲ្យជ្រាលជ្រៅជាទីបំផុតចំពោះវត្តមានដ៏ឧត្តមដំរបស់ព្រះដេចប្រគុណដែលបញ្ជាអធិការវត្តសេរីទុំឿនមានវត្តមានក្នុងឱកាសនេះដែរហើយជាពិសេសទៀតគឺចំពោះព្រះដេចប្រគុណដែលព្រះអង្គព្រះនាមសឿងរៀងដែលជាប្រជាអធិការនឹងព្រះអង្គមានការនឿយហត់ណាស់មានការតំណាក់តំណងពីព្រោះប្រគុណម្ចាស់ព្រះនាមរេតនៅប្រទេសបារាំងនឹងអ្វីក៏ដោយព្រះអង្គមិនភ្លេចទេនៅការសិក្សាការកសាងព្រះអង្គតែងតែតំណាក់តំណងជាមួយនឹងព្រះដេចគុណប្រជាអធិការវត្តដំបូពីព្រោះប្រគុណម្ចាស់ព្រះនាមរេតនៅប្រទេសបារាំងព្រះអង្គជាម្ចាស់ដើមសទ្ធាដ៏មុំមាំចំពោះវត្តដំបូនិងវត្តសេរីទុំឿនដូច្នេះជាបន្តមកទៀតខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំចំពោះព្រះអង្គគ្រប់ព្រះអង្គដែលជានិស្សិតសាសាលាបាលីណាំបូទាំងមូលសូមប្រគេនពរឲ្យព្រះអង្គសិក្សាក្នុងឆ្នាំ2025នេះហើយនិង2026សម្រាប់ជោគជ័យនិងសម្រាប់នៅគុណភាពពស់ល្អប្រសើរដូច្នេះណាសូមត្រេកអរជាទីបំផុតហើយក៏សូមក្នុងឱកាសពេលនេះគឺជំនួសឲ្យព្រះអង្គ
ម្ចាស់រ៉េតសូមថ្លែងអំណរអរព្រគុណយ៉ាងជ្រាលជ្រៅចំពោះបដិជគុណដែលជាប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិនៅទីក្រុងកន្ធើហើយជាប្រធានរ៉ាប់រំប្រសង់រួមនៅក្នុងសាលាក៏បានអនុញ្ញាតនៅថ្ងៃនេះសម្រាប់ឲ្យបដិជគុណសឹងមនាងហើយនឹងញោមនឹងបរិស័ទរបស់ព្រះអង្គនឹងបានចូលមកប្រគេនចង្ហាន់គឺថាបើប្រគេនចង្ហាន់ប្រគេននៅថ្ងៃរៀនបើប្រគេននៅថ្ងៃអាទិត្យគឺថាគណៈប្រសង់លោកនិមន្តទៅផ្ទះខ្លះអញ្ចឹងនិយាយតាមពុទ្ធបរិស័ទកាន់និយាយតាមពុទ្ធបរិស័ទណាក្នុងទៅក្នុងអនាគតចង់ប្រគេនចង្ហាន់ប្រគេនពេលនឹងអញ្ចឹងថ្ងៃពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រថ្ងៃសៅរ៍នឹងច្រើនតែប្រសង់ឈប់នឹងប្រសង់ទៅរៀនទៅផ្ទះឈប់រៀនអញ្ចឹងបើសិនជាទីកន្លែងនេះមិនសម្រួលឲ្យទេបដិគុណមិនសម្រួលឲ្យទេក៏យើងមិនអាចប្រគេនចង្ហាន់ដល់មានភាពយ៉ាងឧឡារិកបែបនេះឡើយហើយដូច្នេះខ្ញុំកណានៅក្នុងនាមជាភ្ញៀវទេបានមិនអញ្ជើញមកទេហើយអញ្ចឹងបែបនេះក៏បានគ្រប់គ្រាន់ហើយដូច្នេះក៏សូមថ្លែងអំណរអរព្រគុណចំពោះបដិជគុណបញ្ចៅអធិការវត្តដំពោសូមថ្លែងអំណរអរគុណចំពោះញោមស្រីនិងញោមប្រុសរបស់ម្ចាស់រ៉េតហើយសូមថ្លែងអំណរអរព្រគុណចំពោះម្ចាស់រ៉េតតល់ក៏ដូចជាអរគុណដល់ញាតិគឺពុទ្ធបរិស័ទរបស់ព្រះអង្គនៅឯប្រទេសបារាំងហើយក៏សូមថ្លែងអំណរអរព្រគុណចំពោះបេក្ខសាមណសិស្សដែលបាននិមន្តចូលមកទទួលចង្ហាន់គ្រប់ព្រះអង្គមិនមានអវត្តមានហើយសូមថ្លែងអំណរអរគុណដល់ញោមប្រុសហើយនិងញាតិមិត្តពុទ្ធបរិស័ទនៅវត្តដំពោទាំងមូលដែលបានអញ្ជើញមកយ៉ាងកកហើយទីបំផុតអំណាចដែលព្រះអង្គរ៉េតហើយនឹងញោមហើយនឹងបរិស័ទរបស់ព្រះអង្គបានទំនុកបំរុងឧបត្ថម្ភបានប្រគេនចង្ហាន់បានកសាងគ្រប់សពបែបយ៉ាងក៏ដូចជាការចូលរួមរបស់បេក្ខសាមណសិស្សនិងពុទ្ធបរិស័ទទាំងអស់ពិសេសគឺគណៈកម្មការវត្តឃ្លាំងជើសូមឲ្យយើងទាំងអស់គ្នានឹងបានសុខបានចម្រើនហើយទីបំផុតសូមឲ្យប្រកបនៅពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លៀតឡើយសូមអរព្រគុណនិងសូមអរគុណគ្រប់ចំណន់នៅក្នុងវត្តឃ្លាំងទាំងមូលដោយកិត្តិយសបន្តមកប្រកាន់ណាសូមក្រាបថ្វាយបង្គំទៅដល់បដិជគុណតាំងណោដែលជាព្រះសូមេធាធិបតីគណៈមន្ត្រីសង្ឃនៅខេត្តខ្លាំងចាស់ឥឡូវនេះគឺទីក្រុងហៅថាកន្ធើដោយសេចក្តីគោរពបន្តមកប្រកាន់ណាសូមក្រាបថ្វាយបង្គំចំពោះបដិជគុណដែលជាព្រះធេរៈគង់នៅវត្តស្រីតម្រើននៅក្នុងពេលនេះដោយសេចក្តីគោរពបន្តមកសូមធ្វើសេចក្តីសួរសុខនិងទុក្ខចំពោះប្រកាន់ណាគ្រប់អង្គគង់នៅក្នុងវត្តឃ្លាំងទាំងមូលនិងសមណៈសិស្សនៅនានាវត្តនានាខេត្តដែលបាននិមន្តមកសូមជ្រកកោនសិក្សារៀនសូត្រនៅសាលាបាលីមធ្យមសិក្សាណាំបូនៅវត្តឃ្លាំងនៅក្នុងពេលនេះហើយជាបន្តមកសូមធ្វើសេចក្តីសួរសុខនិងទុក្ខចំពោះគណៈកម្មការវត្តឃ្លាំងដែលជាម្ចាស់ប្រទេសរួមជាមួយនឹងគណៈកម្មការយាយតាម្ចាស់សទ្ធាដែលតំណាងឲ្យម្ចាស់គ្រូកងនៅប្រទេសបារាំងដល់ស្រុកកំណើតនៅចំណុចវត្តស្រីតម្រើនរួមមួយលើដោយគណៈកម្មការវត្តស្រីពោធិដំពោនិងពុទ្ធបរិស័ទទាំងពីរចំណុចវត្តរួមនឹងវត្តតម្រើនជាពិសេសចិត្តនោះមានភ្ញៀវកិត្តិយសបានជួយមកចូលរួមនៅក្នុងពេលនេះដូចជាមានលោកគ្រូថាថៃជាអនុប្រធានគណៈកម្មការបានរៀបរាប់មាញ់មិញទី1គឺមានលោកគ្រូសើងថេដែលជាអតីតប្រសាយទូរទស្សន៍កន្ធើរាជរិស័យហើយទី2គឺមានលោកមេលីសុខាជាអនុប្រធានក្រសួងសញ្ជាតិខេត្តខ្លាំងរបស់យើងអតីតហើយជាពិសេសទៀតនោះគឺមានលោកមេនាមហេនទាវហេនជាមួយនឹងលោកយាយអូបាសិកានាមលួងដែលជាញោមវត្តគណៈកម្មការវត្តប៉ុងទឹកថ្មីនៅស្រុកឋានជ័យពីមិនហើយចឹងជាពិសេសទៀតនោះមានលោកមេនាម
ទីវស៊ីវដែលគិតនៅសហរដ្ឋអូស្ត្រាលីគិតក៏បានអញ្ជើញមកចូលរួមជាវិភាគទាននៅក្នុងពេលនេះដែរហើយមានលោកគ្រូដែលជាគណៈអាចារ្យលោកគ្រូដែលជាលេខាធិការអីជាច្រើនបរិសិទ្ធក៏អញ្ជើញមកយ៉ាងកកកដោយសទ្ធាប្រកាសថាសូមក្រាបថ្វាយបង្គំថ្លែងអំណរអគុណចំពោះបដិជគុណព្រះឧបជាដែលបានអនុញ្ញាតឲ្យឱកាសបដិជគុណនៅបារាំងដូចជាញាតិញោមពុទ្ធបរិស័ទនិងប្រកាសណាបាននិមន្តនឹងអញ្ជើញមកធ្វើជាវេនប្រគេនចង្ហាន់ក្រាបថ្វាយបង្គំសួរសុខទុក្ខព្រះឧបជានិងប្រកាសណាគ្រប់ព្រះអង្គដែលជាសាមណេរនិស្សិតនៅក្នុងពេលនេះប្រកាសណាជាចៅអធិការវត្តដំពោបតលរួមមើលលើកឲ្យបដិជគុណប្រធេរៈជាប្រចាំអធិការវត្តស្រីតមើនបានតែបានមកជាកិត្តិយសរួមជាមួយនឹងភ្ញៀវដែលបានមកសម្ដែងយកចិត្តទុកដាក់នៅការគោរពស្រឡាញ់ចំពោះព្រះឧបជានិងប្រការណាគ្រប់ព្រះអង្គដែលជាសិក្សានុសិស្សដែលបានខំប្រឹងមករៀនដូចជាមាញ់មិញប្រធេរៈបដិជគុណវត្តតមើនព្រះអង្គបានរៀបរាប់យ៉ាងច្រើនហើយនឹងមានការដាស់នៅសតិស្មារតីឲ្យប្រការណាគ្រប់ព្រះអង្គឲ្យខំប្រឹងនៅរៀនខំប្រឹងរៀនឲ្យបានល្អឲ្យចប់ចុងចប់ដើមមកអំពីថាតាមប្រការណាអាត្មាភាពដឹងវត្តខ្លាំងពីមុនមកគឺជាមជ្ឈមបណ្ឌលសម្រាប់ទទួលនៅនិស្សិតក៏ដូចជាសមណៈនិស្សិតនិងសមណសិស្សមករៀនគ្រប់ចំណន់តាមដឹងគឺចំណន់លោកគ្រូដែលគាត់ជួយមកនៅពេលហ្នឹងមានច្រើនណាស់តាមសម្លឹងមើលទៅឃើញថាលោកមេទីវស៊ីវដែលជាសហរដ្ឋនៅអូស្ត្រាលីហ្នឹងគាត់4ឆ្នាំតែគាត់មករៀនដល់ហ្នឹង4ឆ្នាំហើយបន្តមកហ្នឹងមានលោកគ្រូជាច្រើនទៀតមានលោកគ្រូនាមភៀនមានលោកគ្រូនាមកឹងមានជាច្រើនហើយមានញោមប្រការណាអាត្មាភាពហ្នឹងគាត់ក៏មករៀនហ្នឹងដែរគាត់បានពីលើកមិនគាត់បានមកលើកនេះគាត់ចប់រវល់អញ្ចឹងហើយចង់លាតត្រដាងសម្ដែងថាបតីទឹកចិត្តរបស់បដិជគុណព្រះឧបជាព្រះអង្គលោកស្រឡាញ់នៅព្រះពុទ្ធសាសនាស្រឡាញ់នៅការសិក្សារៀនសូត្រហើយចឹងបានបើកឱកាសឲ្យប្រការណាកាលណាហ្នឹងក៏ទទួលមកពីថាបដិជគុណនាមរេតហ្នឹងព្រះអង្គឃើញថាកន្លងហើយវត្តដំពោមកវេនហើយមានថតរូបផុសឡើងបណ្ដាញ YouTube ក៏ដូចជា Facebook ហ្នឹងព្រះអង្គឃើញចឹងក៏កើតនៅសទ្ធាហើយក៏សួរញោមលោកយាយញោមវត្តនៅដៃនងគឺលោកយាយនាងគៀតដែលត្រូវជាញោមស្រីនិងលោកគ្រូថាត់ហើយដែលជាអនុប្រធានគណៈកម្មការវត្តដំពោនៅវត្តដំពោពីគ្រោះហើយក៏ពឹងប្រការណាអាត្មាភាពដើម្បីមកសុំការអនុញ្ញាតអំពីព្រះឧបជាដើម្បីប្រដូចដើមរៀបចំឡើងនៅកម្មវិធីវេនប្រគេនចង្ហាន់នៅក្នុងពេលនេះហើយចឹងដែរប្រការណាបានលើដំណាក់ដូច្នេះមានសេចក្តីរំភើបនិងត្រេកអរដោយថាបានមានឱកាសមកធ្វើវេនកម្រទៅកន្លែងណាបានប្រសង់ច្រើនអង្គអញ្ចឹងណាគឺថាកម្រណាហើយទីមួយទៀតបដិជគុណនៃយើងព្រះអង្គមានវ័យចំណាស់ណាស់ហើយព្រះអង្គខំណាស់ហើយបើនិយាយពីថាប្រសុខភាពនិយាយតាឃើញហើយ85ភាសាហើយប៉ុន្តែព្រះអង្គនៅមួនចាំមួនយ៉ាងអាត្មាភាពទៀតណានិយាយតាមួនហើយអញ្ចឹងហើយព្រះអង្គខំបម្រើនៅព្រះពុទ្ធសាសនាបម្រើនៅការសិក្សារៀនសូត្រសង្គមវត្តអារាមព្រះពុទ្ធសាសនានៅក្នុងខេត្តខ្លាំងយើងនៅក្នុងដែនដីសន្តរទន្លេគូឡុងព្រះអង្គគឺជាព្រះសុមេធិបតីរួមបើនិយាយទៅថាសម្ដេចសង្ឃអ្នកតាញាតិញោមណាសពថ្ងៃហ្នឹងយើងនៅបានសុខមួយថ្ងៃយើងនៅបានសុខមួយខែបានសុខមួយឆ្នាំវត្តអារាមគណៈកម្មការពិតបើសិទ្ធប្រសង់ហ្នឹងគឺដោយសារស្នាមប្រហោះព្រះអង្គគ្របដណ្ដប់ការពារអភិរក្សអញ្ចឹងហើយសគុណដ៏ធំធេងរបស់ព្រះអង្គយើងមិនអាចនឹងរៀបរាប់អស់ទេថាបើនិយាយទៅថាថ្នាក់ដឹកនាំកម្ពុជាខាងប្រសង់ពុទ្ធសាសនមហានិកាយខ្មែរដែលយើងនិងគណៈកម្មការនៃពុទ្ធបរិស័ទអញ្ចឹងពេលវេលាមានកំណត់ដែរការអាត្មាភាពមានសេចក្តីរៀបរាប់ដោយសង្ខេបបែបខ្លីទៅប៉ុណ្ណេះហើយចូលមកដល់កម្មវិធីវេននៅក្នុងពេលនេះកាលណាសូមថ្លែងអំណរអគុណចំពោះព្រះអង្គម្ចាស់គ្រូនាមរាជនៅប្រទេសបារាំងព្រះអង្គមានសទ្ធាដល់ក្រៃលែងណាដូចជាលោកគ្រូរៀបរាប់មាញ់មិញហ្នឹងវត្តដំពោវត្តតមើនឥឡូវនេះព្រះអង្គក៏មានសទ្ធាមកប្រគេនចេញចង្ហាន់នៅវត្ត
ក្លៀងនៅពេលនេះអញ្ចឹងតែការចាត់ចែងតាំងពីសបួរ30សបួរអស់ចំនួនទឹកប្រាក់15លានហើយញ៉ាំនៅស្រោមសម្បត្តិហ្នឹងប្រកេនប្រសងហ្នឹងគឺបំរុង200អង្គគឺចំនួន20លានហើយជាមួយដាក់ស្រោមសម្បត្តិជូនយាយតាគណៈកម្មការបាសកឧបាសិកាសមាទានសិលនិងបិទបោសិទ្ធទាំងអស់ហ្នឹង100សម្បត្តិចំនួន10លានដុំហើយចំណែកយាយតាអញ្ជើញមកហ្នឹងខាងតំអឿនខាងដំពូនហ្នឹងប្រាក់ម៉ូតូប្រាក់ឡានហ្នឹងគិតចេញគិតជូនជាសហុយណាយាយតាញាតិញោមអញ្ចឹងបច្ច័យបូកសរុបទាំង4ភ្នែកហ្នឹងគិតចំណាយអស់56លានឥឡូវហ្នឹងដល់ប្រកេនកសាងហ្នឹងមកស្បប់ទៀតចាំញោមស្រីបង្កើតរបស់ព្រះអង្គមកប្រកេនជាខាងក្រោយហើយមួយទៀតវត្តស្រីពោធិដំពរប្រកាសណាជាចៅអធិការវត្តបានទទួលបន្ទុកមកជួយរៀបចំហ្នឹងក៏មានដឹកនាំយាយតាគណៈកម្មការហ្នឹងជាបច្ច័យបន្តិចបន្តួចដើម្បីប្រកេនបដិជ្ជគុណព្រះឧបជាទៅតាមតម្រូវការដូចជាភេសជ្ជៈអីជាដើមហ្នឹងតាមតម្រូវការព្រះឧបជាតាំងពីព្រឹកបានចំនួន8លានដុំហើយមកដល់ហ្នឹងមានពុទ្ធបរិស័ទ2គ្រួសារគឺលោកមេនាមទាវហេនជាមួយនឹងលោកយាយឧបាសិកានាមធីលួងគិតប្រកេនចូលរួម2លានដុំហើយមានលោកមេនាមទាវស៊ីវហើយគិតប្រកេន1លានដុំទៀតចឹងបុកសរុបបច្ច័យប្រកេនបដិជ្ជគុណនៅក្នុងពេលនេះចំនួនទឹកប្រាក់11លានដុំហើយមានពុទ្ធបរិស័ទនៅសហរដ្ឋអាមេរិកអត់ឲ្យប្រកាសឈ្មោះទេយាយតាគិតប្រកេន$200ប៉ុន្តែគិតទៅខាងបង្អែមភេសជ្ជៈ$100ហើយ$100ទៀតប្រកេនបន្តចំពោះព្រះឧបជាកងនៅវត្តខ្លាំងនៅក្នុងពេលនេះហើយយើងចាត់ចែងប្រកេនទៅដល់បដិជ្ជគុណប្រធានវត្តស្រីតំអឿនចំនួនប្រាក់ម៉ូតូនិងប្រាក់ទឹកនឹងចំនួន2លានដុំទៀតបើអញ្ចឹងសូមជូនជាដំណឹងប្រកេនជាដំណឹងដល់បដិជ្ជគុណប្រធានគ្រប់ព្រះអង្គជាមួយនឹងគណៈកម្មការវត្តដំពូហើយនឹងវត្តស្រីតំអឿនជាពិសេសនឹងមានលោកយាយឧបាសិកានាមវៀតដែលត្រូវជាញោមវត្តខាងតំអឿនហើយញោមបន្តរបស់បដិជ្ជគុណនាមរៀបនៅប្រទេសបារាំងនៅក្នុងសប្តាហ៍នេះអញ្ចឹងទេប្រកាសណាសូមសាជាថ្មីម្ដងទៀតក្រាបថ្វាយបង្គំថ្លែងអំណរអគុណចំពោះព្រះឧបជាប្រធាននៅវត្តស្រីតំអឿនបដិជ្ជគុណជាមួយនឹងគណៈកម្មការវត្តខ្លាំងជាមួយនឹងលោកជ័យលោកតាចង្ក្រានជើងឆ្នាំងចុងភៅខំប្រឹងជួយដាំចំអិននៅចង្ហាន់ប្រកេនទៅដល់ព្រះសង្ឃនៅក្នុងពេលនេះរួមមួយលើទៅដល់ភ្ញៀវកិត្តិយសដែលបានប្រកបប្រកាសមាញ់មិញហ្នឹងមានលោកគ្រូសើខេមានលោកមេលីសុខាមានលោកមេទាវហេនជាមួយលោកយាយនាមលួងនិងលោកមេទាវស៊ីវរួមជាមួយគណៈកម្មការយាយតាពិតបោសិទ្ធទាំងអស់វត្តខ្លាំងវត្តដំបូវត្តស្រីតំអឿនដែលបានចំណាយនៅពេលវេលាមកចូលរួមជាវិទ្យាទាននៅក្នុងពេលនេះអញ្ចឹងប្រកាសណាសូមថ្លែងអំណរគុណចំពោះព្រះអង្គម្ចាស់គ្រូនាមរៀបសាជាថ្មីម្ដងទៀតអញ្ចឹងចុងក្រោយសូមលើកខថាឡើងប្រកេនពរដល់បដិជ្ជគុណព្រះឧបជាមានប្រសុខភាពបរិបូរណ៍អាយុយឺនយូរមានកម្លាំងបលាំងមកមួនដើម្បីជាទីសក្ការៈដល់ព្រះសង្ឃគណៈកម្មការនិងពុទ្ធបរិស័ទទូទាំងខេត្តខ្លាំងនិយាយរួមបច្ចុប្បន្ននេះទីក្រុងកន្ធើជាមួយនឹងបដិជ្ជគុណវត្តស្រីតំអឿននិងប្រការណាគ្រប់ព្រះអង្គមានសុខសុខភាពបរិបូរណ៍អាយុយឺនយូររួមជាមួយពុទ្ធបរិស័ទគណៈកម្មការយាយតាសត្វសប្បុរសជាពុទ្ធបរិស័ទទាំងចាត់ទៅទិសដែលបានជួយមកយ៉ាងកកមិនដំបងនឹងឋានទឹកមកហើយប្រហែលជាលើកនឹងគិតមកតិចណាក៏ប៉ុន្តែតាមមើលមកច្រើនទៀតតាមពិតទៅគិតស្រឡាញ់គ្រប់ប្រាប់អានចំពោះព្រះឧបជានៃយើងយ៉ាងខ្លាំងអញ្ចឹងសូមឲ្យយាយតាញាតិញោមរកស៊ីទទួលទានមានបានកូនចៅស្ដាប់បង្កប់និងទៅអនាគតក៏សូមឲ្យជួបប្រទះនៅពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងជួបប្រទះដល់ត្រៃសិក្ខាសម្បត្តិទាំងឡាយ3គឺសម្បត្តិមនុស្សសម្បត្តិទេវតានិងសម្បត្តិព្រះនិព្វានកុំបីប្រែคล้ายទៅជាបកៈដតីឡើយសូមអនុមោទនាសាធុ